ងអពងអាសិនចុកម៉ែក្មៃទិនក្រោតអូក្រមៃទិនកឹងស្ដាប់សំលេងកូនជុំរំណាត់ទុចប៉ុណ្ណាងអាសាមេបានលឺសំលេងតាមថេបពិទ្យុក៏ដែលលពងបានណាត់ណាទុកមិនឃើញឃើញមុខអពងណាង